សួរលោកគ្រូអ្នកគ្រូនេះជាវីដេអូទី9ហើយវីដេអូនេះក្រុមការងារនឹងបង្ហាញអំពីការពិនិត្យមើលលទ្ធផលសម្រេចបានបាទហើយការងារនេះគឺសំខាន់ប្រសិនបើយើងមិនយកចិត្តទុកដាក់លើការងារនេះទេអញ្ចឹងព័ត៌មានដែលលោកគ្រូអ្នកគ្រូទទួលបាននឹងមិនមានន័យអីទេហើយក៏មិនអាចជាព័ត៌មានដែលជួយដល់យើងក្នុងការពង្រឹងការងារការគ្រប់គ្រងដឹកនាំរបស់អង្គភាពដែរបាទហើយប្រសិនបើនឹងក្នុងករណីមិនមានន័យនឹងប្រសិនបើអ្នករាយការណ៍ដែលអ្នករាយការណ៍អនុវត្តសកម្មភាពរបស់យើងនឹងគាត់អត់រៀបចំទៅតាមគោលការណ៍ណែនាំបាទអញ្ចឹងហើយជាទាំងអស់នេះវាជាផ្នែកមួយដែលធ្វើឲ្យអង្គភាពហ្នឹងពិបាកក្នុងការគ្រោងថវិកាក៏ដូចជាសកម្មភាពហើយជាពិសេសធ្វើឲ្យយើងពិបាកក្នុងការគ្រប់គ្រងដល់វិស័យបាទព្រោះយើងអត់ដឹងថាតើមកដល់ពេលនេះយើងផែនការដាក់ចេញហើយតែយើងអត់ដឹងថាមកដល់ពេលនេះយើងដើរដល់ណាហើយយើងនៅសល់ចម្ងាយប្រមាណទៀតពីកន្លែងដែលយើងកំពុងនៅហ្នឹងរហូតដល់គោលដៅអញ្ចឹងដែលធ្វើឲ្យអង្គភាពពីមុនមកមានការអភិវឌ្ឍខ្លាំងបាទមានការអភិវឌ្ឍខ្លាំងប៉ុន្តែពេលយូរទៅដូចជាសាលារៀននេះនៅពេលដែលយូរទៅមិនដឹងថាតើការអនុវត្តសកម្មភាពហ្នឹងដើម្បីផ្អែកលើអីមានអីជាគោលចឹងហើយធ្វើឲ្យការអនុវត្តសកម្មភាពឬមួយក៏ការរៀបចំផែនការពីមួយឆ្នាំទៅមួយឆ្នាំកាន់តែពិបាកទៅដោយសារអីដោយសារតែផ្លាស់ប្ដូរមនុស្សរហូតផែនការនៅដដែលចរិតរបស់ផែនការនៅដដែលសមិទ្ធកម្មក៏នៅដដែលប៉ុន្តែអ្នកដែលរៀបចំគឺផ្លាស់ប្ដូរបាទអញ្ចឹងហើយដែលធ្វើឲ្យការរៀបចំនោះពីមួយឆ្នាំទៅមួយឆ្នាំមានការពិបាកបាទហើយយើងអត់មានទិន្នន័យដើម្បីជាធាតុចូលក្នុងការរៀបចំការងារទាំងអស់នឹងទៀតបាទអញ្ចឹងហើយដែលធ្វើឲ្យមានបញ្ហាច្រើនតាក់ទងជាមួយនឹងការរៀបចំផែនការក៏ដូចជាការរៀបចំរបាយការណ៍សមិទ្ធកម្មអញ្ចឹងខ្ញុំសូមបង្ហាញប្រព័ន្ធតែម្ដងបាទអញ្ចឹងយើងបានបញ្ចូលឧទាហរណ៍ថាយើងបានបញ្ចូលរួចរាល់អស់ហើយគ្រប់សកម្មភាពអស់ហើយបាទអញ្ចឹងអ្នកដែលបញ្ចូលនឹងគាត់អ្នកដែលរៀបចំក៏គាត់ត្រូវដឹងដែរតើត្រីមាននីមួយៗនឹងមានអ្នកពាក់ព័ន្ធណាខ្លះបាទអញ្ចឹងយើងអត់ចូលទៅទាញទេយើងចូលទៅពិនិត្យបាទអញ្ចឹងពិនិត្យបាទអញ្ចឹងនៅពេលដែលពិនិត្យអ្វីដែលអ្នកដែលត្រូវយកចិត្តទុកដាក់គឺបាទអញ្ចឹងយើងមកដល់ហើយទី1អ្វីដែលយើងត្រូវពិនិត្យមើលតើសកម្មភាពដែលគាត់បញ្ចូលនេះលទ្ធផលដែលគាត់បញ្ចូលនេះទៅតាមអ្វីដែលជាគោលការណ៍ណែនាំរបស់យើងដែរអត់បាទតើលទ្ធផលដែលសម្រេចបានហ្នឹងឆ្លុះបញ្ចាំងអំពីសកម្មភាពប្រធានបទមានក្រុមគោលដៅឬមួយក៏អ្នកទទួលផលនឹងដែរអត់មានចំនួនដែរអត់មានក្របខ័ណ្ឌពេលវេលាដែរអត់បាទហ្នឹងជាសំខាន់ហើយយើងពិនិត្យមើលទៅថាតើលទ្ធផលហ្នឹងឆ្លើយតបទៅនឹងលទ្ធផលពឹងទុកដែរអត់បាទតាមរយៈការអនុវត្តសកម្មភាពនេះបាទព្រោះរឿងទាំងអស់នេះវាត្រូវប្រតិកលាគ្នាសកម្មភាពមួយហ្នឹងក្នុងមួយឆ្នាំហ្នឹងគឺសម្រាប់លទ្ធផលពឹងទុកមានន័យថាចង់បានប៉ុណ្ណឹងបាទអញ្ចឹងមកដល់ពេលហ្នឹងបានប៉ុណ្ណឹងហើយអនុវត្តបានប្រមាណបាទហើយប្រសិនបើនៅក្នុងនេះបាទអញ្ចឹងប្រសិនបើជាសកម្មភាពដែលគាត់មិនបានអនុវត្តឬមួយក៏កំពុងអនុវត្តតើមូលហេតុដែលគាត់ទៅសេមកហ្នឹងអាចទទួលយកបានអត់បាទច្បាស់អត់ជាក់លាក់អត់ទទួលយកបានអត់តើដោយសារកត្តាអីខ្លះបាទឬមួយក៏គ្រាន់តែដាក់ថាមិនទាន់បានអនុវត្តឬមួយអនុវត្តនៅត្រីមាសបន្ទាប់តែសួរទៅវិញថាហេតុអីបានថាអនុវត្តនៅត្រីមាសបន្ទាប់បើត្រីមាសបើយើងគ្រោងនៅក្នុងត្រីមាសទី1ហ្នឹងហើយយើងអាចបានធ្វើមូលហេតុអីដោយសារគាត់ដាក់គោលដៅតាមត្រីមាសខុសឬមួយក៏យ៉ាងណាបាទហ្នឹងជាមូលដ្ឋានហើយមូលដ្ឋានទាំងអស់នេះគឺការពិនិត្យនេះគឺមិនមែនត្រឹមតែស្រុកឬមួយក៏ខេត្តទេការទៅសេរីបញ្ជាក់ឬមួយកលិតផលនេះសាលារៀនក៏ដូចគ្នាដែរបាទអញ្ចឹង
ទិន្នន័យឬមួយក៏ព័ត៌មានទាំងអស់គឺត្រូវតែជំរុញឲ្យសាលាគាត់រាយការណ៍លទ្ធផលហ្នឹងឆ្លុះបញ្ចាំងពីលទ្ធផលកំពុងទុកឆ្លុះបញ្ចាំងអំពីការអនុវត្តសកម្មភាពហើយបើសិនបើមិនអនុវត្តទេតើមូលហេតុអីបាទដើម្បីឲ្យគាត់មានភាពជាម្ចាស់ទៅលើការអនុវត្តសកម្មភាពហ្នឹងបាទថវិកាបាទផ្សេងបាទនៅចំណុចមួយទៀតសម្រាប់របាយការណ៍សមិទ្ធកម្មសូមឲ្យថវិកាដែលបានអនុវត្តនេះបាទសរុបនេះគឺស្មើនឹងអ្វីដែលនៅក្នុងរបាយការណ៍រ៉ាញ់ធុបាទមានន័យថាយើងយកថ្ងៃ25អញ្ចឹងរបាយការណ៍រ៉ាញ់ធុឬមួយក៏ទិន្នន័យក្នុងប្រព័ន្ធរ៉ាញ់ធុតើទិន្នន័យថវិកានោះប្រមាណបាទអញ្ចឹងឲ្យការអនុវត្តថវិការបស់យើងនេះឲ្យសមតុល្យគ្នាជាមួយនឹងប្រព័ន្ធរបស់រ៉ាញ់ធុបាទអញ្ចឹងនៅក្នុងការលទ្ធផលសម្រេចបាននេះគឺយើងត្រូវទៅពិនិត្យមើលបាទទៅពិនិត្យមើលលទ្ធផលសម្រេចបានអនុវត្តបានតើត្រឹមត្រូវដែរអត់បាទតើ clear របស់គាត់នឹងមានចំនួនមានកំណត់តាមត្រីមានដែរអត់បាទថវិកាបាទតើមានអត់បាទមានសកម្មភាពមួយចំនួនមានវឌ្ឍនភាពហើយបាទមានសកម្មភាពមួយចំនួនមានវឌ្ឍនភាពប៉ុន្តែអត់ទាន់បានអនុវត្តថវិកាបាទព្រោះដោយសារតែអាចបើកផ្ដល់យឺតឬមួយក៏អីអញ្ចឹងកន្លែងថវិកានេះយើងអត់អាចទាន់បានដាក់បានទេតើតែមានឯកសារទូទាត់អីត្រឹមត្រូវអញ្ចឹងកន្លែងនេះយើងអាចដាក់បញ្ជាក់បានថាសកម្មភាពនោះបានអនុវត្តហើយតែថវិកាទូទាត់នៅត្រីមាសបន្ទាប់ទៀតបាទអានោះបើសិនបើសកម្មភាពមានវឌ្ឍនភាពហើយប៉ុន្តែអត់ទាន់បានថវិកាអត់ទាន់បានទូទាត់អញ្ចឹងប្រសិនមកថវិកាអត់បានទូទាត់មិនមែនថាដាក់ក្នុងនេះមិនទាន់បានអនុវត្តទេអត់ទេរាល់សកម្មភាពជាក់ស្ដែងដែលធ្វើបានអីត្រូវទៅបញ្ចូលបាទហើយអនុវត្តបានត្រូវទៅបញ្ចូលសម្រាប់ថវិកានេះក៏ដូចគ្នាដែរត្រូវតែបញ្ចូលប៉ុន្តែបើសិនបើមិនទាន់បានទូទាត់ទេមិនទាន់បានជាឯកសារទេទូទាត់ទេអញ្ចឹងកន្លែងនឹង0ហើយត្រូវតែបញ្ជាក់ថាសកម្មភាពនេះបានអនុវត្តហើយប៉ុន្តែថវិកាមិនទាន់បានទូទាត់បាទអាចរង្វង់ថវិកាប្រមាណអញ្ចឹងទៅបាទទី2ដូចនៅសាលារៀនពេលខ្លះថវិកាក៏គ្រោងមកថា30លានចុះបាទប៉ុន្តែសាលាមិនដល់30លានតែគ្រោងប៉ុណ្ណឹងប៉ុន្តែដល់ពេលអនុវត្តខ្ពស់ជាងនឹងអញ្ចឹងមានន័យថាវាលើសពេលពីដានអញ្ចឹងក៏ត្រូវតែបញ្ជាក់មូលហេតុថាមូលហេតុអីបានជាថវិកានោះអនុវត្តលើសពីដានបាទអញ្ចឹងយើងត្រឡប់មកមើលខាងនេះវិញនៅខាងនេះគឺជាតារាងជួរ x ជួរ w និង x នេះបាទអញ្ចឹងជួរ w មានន័យថាជាផ្នែកមួយដែលយើងអាចដឹងថាតើ file យើងបានទាញពី sheet AOP ចូលមកក្នុង sheet result ហ្នឹងថ្ងៃណាបាទអញ្ចឹងនេះថ្ងៃ12បាទអញ្ចឹងបន្ទាប់មកទៀតត្រីមាសទី1យើងបានទាញ file unit ចូលហើយប៉ុន្តែយើងអត់ទាន់បាន upload ទិន្នន័យទាំងអស់ហ្នឹងចូលទៅក្នុងប្រព័ន្ធទេបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតអញ្ចឹងនៅក្នុងនេះគឺយើងមានប្រអប់ទំព័រដើមបញ្ចូលទិន្នន័យនិងពិនិត្យសូចនាករបាទអញ្ចឹងនៅពេលនេះការងាររបស់យើងគឺបញ្ចូលទិន្នន័យព្រមយើងពិនិត្យមើលត្រឹមត្រូវអស់ហើយយើងសួរព័ត៌មានអស់ហើយបាទអញ្ចឹងយើងអាចចុចបញ្ចូលទិន្នន័យបាទនៅពេលដែលយើងបញ្ចូលរួចរាល់ហើយគាត់ថាimport complete បាទអញ្ចឹងយើងចុច OK មកបាទអញ្ចឹងយើងបានបញ្ចូលរួចរាល់ហើយអញ្ចឹងយើងមកមើលអញ្ចឹងមិញយើងអត់តមានថ្ងៃខែទេអញ្ចឹងនៅពេលដែលយើងចុចបញ្ចូលទិន្នន័យកន្លែងនេះយើងមានទិន្នន័យអញ្ចឹងមានអ្នកខ្លះគាត់ថាចុចបញ្ចូលទិន្នន័យតែដល់ពេលមើលតារាងអត់មានទិន្នន័យបាទដោយសារតែយើងបាន copy ទាញអីចូលប៉ុន្តែយើងអត់បានទាញទិន្នន័យទាំងអស់ហ្នឹងចូលទៅក្នុងប្រព័ន្ធកន្លែងរក្សាទុកទេបាទអញ្ចឹងមកមើលទៀតកន្លែងនេះព័ត៌មានអីខ្លះបាទនេះជាតារាងសង្ខេបអញ្ចឹងនៅក្នុងនេះយើងមានកម្មវិធីជាកោមទី1ជាកោមទី2សកម្មភាពប្រចាំឆ្នាំបាទនិងសកម្មភាពតាមត្រីមាសអញ្ចឹងក្នុងមួយឆ្នាំសម្រាប់សកម្មទី1និងសកម្មទី2មាន29សរុបចូលគ្នាមាន39សកម្មភាពប៉ុន្តែនៅត្រីមាសទី1នេះរាយការណ៍សកម្មភាពដែលត្រូវអនុវត្តមានតែ36ទេបាទហើយក្នុង36នោះមិញយើងឧទាហរណ៍បានអនុវត្តចប់បានតែ3ទេបាទហើយនៅតាមចម្ពោះមួយនោះហើយបានអនុវត្តតែ2ហើយមិនបានអនុវត្តរហូតដល់31បាទ
សរុប36បាទយើងអាចពិនិត្យមើលថវិកានេះថវិកាគ្រោងក្នុងមួយឆ្នាំអនុវត្តបានភាគរយបាទហើយក្នុងនោះមានកំហុសរហូតដល់21ដោយសារតែយើងអត់ទាន់បានបញ្ចូលព័ត៌មានបាទអញ្ចឹងបើ21បាទយើងនៅសល់21ទៀតយើងអត់ទាន់បានបញ្ចូលព័ត៌មានទាំងអស់ហ្នឹងបាទចឹងនៅក្នុងប្រព័ន្ធកន្លែងនេះខ្ញុំសូមជំរាបថាចេះប្រសិនបើសកម្មភាពណាដែលលោកគ្រូអ្នកគ្រូអត់បានបញ្ចូលទិន្នន័យអត់មានលទ្ធផលឡើយនេះអត់មានលទ្ធផលកន្លែងលទ្ធផលសម្រេចបានឬមួយក៏អនុវត្តបាននេះប្រព័ន្ធគាត់នឹងចាប់ជាសកម្មភាពដែលមិនបានអនុវត្តបាទអញ្ចឹងត្រូវប្រយ័ត្នព្រោះដើម្បីឲ្យបានលេខ36នេះអញ្ចឹងក្រៅពីព័ត៌មានដែលមិនបានអនុវត្តនេះគាត់មិនមានព័ត៌មានដែលបញ្ចូលគាត់នឹងរាប់ជាសកម្មភាពដែលមិនបានអនុវត្តអញ្ចឹងប្រសិនបើយើងអត់បញ្ចូលទេវាធ្វើឲ្យប៉ះពាល់ដល់ទិន្នន័យរបស់យើងជាវឌ្ឍនភាពរបស់យើងបាទអញ្ចឹងត្រូវប្រយ័ត្នហើយក្នុងនេះគេប្រាប់ហើយថាមានកំហុស21សរុប14ជាកោមទី1និង7ជាកោមទី2បាទអញ្ចឹងគឺមានន័យថាអត់ទាន់បានបញ្ចូលព័ត៌មានបាទនេះជាទិន្នន័យដែលយើងអាចពិនិត្យមើលបានបាទអញ្ចឹងនេះគឺសម្រាប់តារាងឧបសម្ព័ន្ធកយើងអាចពិនិត្យមើលទិន្នន័យទាំងអស់ហ្នឹងបានហើយខ្ញុំសូមចូលទៅមានវិធី2យើងអាចត្រឡប់ទៅវិញដើម្បីចូលទៅវិនិច្ឆ័យសូចនាករឬមួយក៏យើងអាចចូលទៅក្នុងប្រអប់សូចនាករនេះតែម្ដងដើម្បីចូលទៅមើលសូចនាករបាទអញ្ចឹងយើងបានទាញមកហើយលទ្ធផលនេះបានទាញមកដល់ហើយអញ្ចឹងយើងអាចពិនិត្យមើលថាតើពេលខ្លះកន្លែងនេះគឺយើងអាចពិនិត្យមើលបានទី1ប្រសិនបើគាត់មិនសម្រេចបានចំណុចដៅមកឬមួយក៏អាចទួយកបាននេះតើមូលហេតុអីបាទអញ្ចឹងឲ្យគាត់បញ្ជាក់អត់ឲ្យគាត់ចំហចេះទេត្រូវតែឲ្យគាត់បញ្ជាក់ពីមូលហេតុព្រោះក្នុងនាមជាអ្នកគ្រប់គ្រងដល់វិស័យអប់រំអញ្ចឹងយើងត្រូវដឹងពីមូលហេតុបាទព្រោះយើងអត់ដឹងមូលហេតុមិនដឹងទៅសួរអ្នកណាទេមិនអាចទៅសួរក្រសួងធម្មការឬមួយមិនអាចសួរក្រសួងអីផ្សេងនេះបាទព្រោះយើងនេះតែអនុវត្តហើយបើរកមូលហេតុមិនបានធ្វើការងារបច្ចេកទេសក្នុងការងារបច្ចេកទេសឬមួយអីយើងអាចឆ្លៀតសួរនៅចំណុចទាំងអស់ហ្នឹងតើមូលហេតុអីបានជាសាលាអត្រា1 2 3 4 5ហ្នឹងវាមិនសម្រេចតាមចំណុចដៅដោយសារមូលហេតុអីបាទអញ្ចឹងយើងស្វែងរកមូលហេតុហើយក៏ដូចជាสนុំពរដើម្បីភាគីពាក់ព័ន្ធណាខ្លះដើម្បីចូលរួមជួយបាទអញ្ចឹងយើងត្រូវមើលដែរអ្នកដែលរៀបចំត្រូវច្បាស់ខ្លួនឯងពេលខ្លះគាត់អ្នកបញ្ចូលគាត់អត់ដឹងគាត់ចេះដាក់លេខ0នៅកន្លែងអនុវត្តបានដល់ពេលបូកសរុបទៅសកម្មភាពសូចនាកររបស់យើងអត់បានវាស់វែងអត់ដល់ពេលវាស់វែងរហូតទៅដល់80ឬមួយក៏70%បាទអញ្ចឹងត្រូវតែពិនិត្យមើលដែរថាច្បាស់អត់តើសូចនាករមួយនឹងដាក់លេខ0នោះវាសូចនាករឬមួយអនុវត្តបានភាគរយតិចដែរអនុវត្តបាន0បាទអញ្ចឹងអាចមិនទាន់ដល់ពេលវាស់វែងឬមួយក៏បានភាគរយខ្លះបាទអញ្ចឹងយើងត្រូវមើលកន្លែងហ្នឹងបាទហើយយើងអាចពិនិត្យមើលនៅតារាងទិន្នន័យសង្ខេបកន្លែងនេះបាទក៏ដូចគ្នាយើងអាចមើលនៅជួរ P នេះគឺដូចមិញអញ្ចឹងមានន័យថាយើងទាញ AOP មានន័យថាទាញ file sheet AOP ចូលមកក្នុង sheet KPI ចូលមកក្នុង sheet សូចនាករនេះគឺនៅថ្ងៃទី12ប៉ុន្តែសម្រាប់ការបញ្ចូលទិន្នន័យនេះយើងអត់ទាន់បានបញ្ចូលទិន្នន័យទៅចូលក្នុងកន្លែងរក្សាទុកទេបាទហើយកន្លែងនេះគឺយើងមានតារាងសង្ខេបបាទតារាងសង្ខេបសូចនាករតាមជាកោមសកម្មភាពហើយនឹងឯនេះបាទហើយទឹកប្រាក់យើងអត់ទាន់មានទេយើងអត់ទាន់បានបញ្ចូលទេដោយសារតែយើងអត់ទាន់បានបញ្ចូលទិន្នន័យអត់ទាន់បានបញ្ចូលទិន្នន័យយើងអត់ទាន់មានលុយទេបាទអញ្ចឹងខ្ញុំសូមបញ្ចូលទិន្នន័យបាទសូមរងចាំបន្តិចបាទបញ្ចូលរួចរាល់ហើយ file ចូលរួចរាល់ហើយបាទ
នេះក្រុងបាទចឹងយើងបានបញ្ចូលរួចរាល់ហើយបាទចឹងមួយយើងអាចទៅត្រឡប់ទៅវិញដើម្បីទៅតំបន់ដើមឬមួយក៏យើងចង់ទៅមើលសកម្មភាពយើងអាចចុចបោកកន្លែងនេះតែខ្ញុំមិនចំណាយពេលចុចបោកកន្លែងនេះទេខ្ញុំសូមត្រឡប់ទៅក្រោយបាទចឹងនៅពេលនេះគឺមានន័យថាត្រីមាសទី1យើងបានបញ្ចប់ហើយហើយអញ្ចឹងសម្រាប់ត្រីមាសទី2យើងអាចជ្រើសរើសក្របខ័ណ្ឌពេលវេលាត្រីមាសទី2ទៅហើយខ្ញុំកន្លែងហ្នឹងក៏សូមបន្ថែមដែរតាក់ទងជាមួយនឹងអ្នកដែលបញ្ចូលលទ្ធផលមានន័យថាយើងធ្វើនៅត្រីមាសទី2បន្តទៀតគឺយើងត្រូវអាប់ដេតទិន្នន័យបន្ថែមទៀតបាទនៅពេលដែលជ្រើសរើសត្រីមាសទី2ប្រព័ន្ធគាត់នឹងចាប់យកទាំងសកម្មភាពត្រីមាសទី1និងត្រីមាសទី2ដើម្បីយកមកដើម្បីយើងរាយការណ៍បាទអញ្ចឹងនៅក្នុងរាយការណ៍ហ្នឹងអាចមានជាទិន្នន័យដែលយើងមានពីត្រីមាសទី1ហើយយើងត្រូវធ្វើការបច្ចុប្បន្នភាពតើមានអីផ្លាស់ប្ដូរអត់បាទដល់ត្រីមាសទី2ហ្នឹងទី2សម្រាប់សកម្មភាពថ្មីតើជីវឌ្ឍនភាពមានដែរអត់បាទអញ្ចឹងបើសិនជាយើងធ្វើមកដល់ត្រីមាសទី2យើងចាប់តាមអាចបញ្ចូលខណ្ឌមកត្រីមាសទី2បាទឧមាថាមានទិន្នន័យអាប់ដេតអីយើងដាក់ចំនួនមកថែមមកចំនួនបានបាទសរុបត្រីមាសទី2យើងអាចបើសិនជាគោលដៅដដែលយើងមិនបាច់ថែមទេប៉ុន្តែបើថាគោលដៅមានន័យថាត្រីមាសទី1យើងទៅលើស្រុកអញ្ចឹងប្រហែលស្រុកដល់ពេលទី2យើងទៅធ្វើនៅសាលារៀនអញ្ចឹងយើងអាចផ្លាស់មកគោលដៅសាលារៀនចំនួនប្រហែលអញ្ចឹងមកបាទហើយយើងអាចសរុបជារួមមកប្រហែលអញ្ចឹងទៅបាទអញ្ចឹងយើងអាចឧមាថាបូកជាគោលដៅដដែលយើងអាចដាក់ចំនួនដដែលមកបាទចំនួនប្រហែលឧមាថាប្រហែលលានអញ្ចឹងទៅទី2បូកបន្ថែមទៅត្រីទី2នេះចំនួនប្រហែលលានទៀតហើយសរុបទៅបានប្រហែលហើយបាទឧមាថាត្រីមាសទី1ឧទាហរណ៍ចុះត្រីមាសទី1យើងបានដាក់ថាត្រីមាសទី2នេះ1លានបាទអញ្ចឹងសរុបចូលគ្នាគឺ2លានបាទអញ្ចឹងនេះគឺជាអ្វីដែលយើងធ្វើបច្ចុប្បន្នភាពបាទបាទអញ្ចឹងនេះយើងដាក់ហើយអញ្ចឹងកន្លែងនេះយើងអាចកែទៅបាទធ្វើបច្ចុប្បន្នភាពទៅបាទកន្លែងនេះក៏ដូចគ្នាយើងអាចដាក់មកនេះបាទត្រីមាសទី2នេះបាទ3ខែអញ្ចឹងមកបាទហើយបន្ទាប់មកមានសកម្មភាពថ្មីតាមសកម្មភាពថ្មីហ្នឹងបានអនុវត្តអីខ្លះបាទយើងធ្វើយើងអាចរាយការណ៍មកហើយមិនបានអនុវត្តនេះយើងបានអនុវត្តអត់បាទបន្ទាប់មកយើងចុចបញ្ចូលទិន្នន័យទៅសម្រាប់ត្រីមាសទី2បាទចឹងតាមត្រីមាសទី1ពេលដែលរួចរាល់ហើយបាទយើងចុចមកហើយយើងអាចទៅតំបន់ដើមសូចនាក៏ដូចគ្នាដែរដល់ត្រីមាសទី2យើងកុំភ្លេចបញ្ចូលទិន្នន័យបាទទៅតំបន់ដើមហើយទៅតាមត្រីមាសនីមួយៗសូមចុចពេលដែលយើងរៀបចំតាមត្រីមាសនីមួយៗរៀបចំរួចរាល់ហើយសូមចុចរក្សាទុកមកបាទដូចបច្ចុប្បន្ននេះយើងចុចរក្សាទុកក្នុងត្រីមាសទី2តែអស់លោកស្រីត្រីមាសទី1ក៏ត្រូវចុចរក្សាទុកដែរបាទចុចមកហើយយើងចុច save មកបាទហើយការរក្សាទុកនេះគឺយើងផ្ដល់ឈ្មោះឲ្យដោយស្វ័យប្រវត្តិបាទអត់ដូចយើង save ធម្មតាទេបាទតែក្នុងអំឡុងពេលក្នុងត្រីមាសនីមួយៗពេលដែលយើងចុចរក្សាទុកហើយយើងបន្តក្នុងការកែសម្រួលឬអីលោកស្រីអាចចុច save ធម្មតាបានបាទយើងអាចចុច save ធម្មតាបានបាទមិនបាច់ចុចរក្សាទុកបានដល់ពេលត្រីមាសបន្ទាប់ទៀតយើងចុចរក្សាទុកទៅមានន័យថាយើងទាញ file របស់ការឡៃជំនាញចូលមករួចរាល់អស់ហើយយើងអាចចុចរក្សាទុកទៅមុនពេលដែលយើងចុច upload ទិន្នន័យអីផ្សេងៗហ្នឹងបាទនៅពេលដែលយើងចុចទាញទិន្នន័យចូលរក្សាទុកអីហ្នឹងយើងចុចរក្សាបញ្ចូលទិន្នន័យរួចរាល់យើងចុចរក្សាទុកទៅដើម្បីបញ្ជាក់ថាហ្នឹងជា file របស់ត្រីមាសទី2បាទអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដានទស្សនាបាទ